ថ្ងៃនេះខ្ញុំនាំអ្នកទាំងអស់គ្នាមកមើលពិធីចាប់ត្រីនៅសហគមន៍ភូមិបង្គងនៅខេត្តសៀមរាបថ្ងៃដំបូងខ្ញុំចេញទៅគឺងើបពីព្រឹកតែខ្ញុំទៅកន្លែងបឹងហ្នឹងងើបចេញពីព្រឹកម៉ោងប្រហែលជា4ហើយខ្ញុំធ្វើដំណើរប្រហែលជាកន្លះម៉ោងហើយខ្ញុំជិះតាមផែនទីដែលភូមិឃុំគេដាក់ឲ្យមើលហើយជិះ aero ទៅបានខ្ញុំទៅដល់ទីតាំងហ្នឹងហើយពិធីចាប់ត្រីហ្នឹងគឺគេចាប់ផ្ដើមនៅម៉ោង6ហ្នឹងហើយ6 7ហ្នឹងឯង6 7ព្រឹកហ្នឹងហើយយើងអ្នកគ្នាចាប់ទាំងអស់គ្នាហើយมันមានការហាមឃាត់អីទេគឺរដ្ឋាភិបាលគេបើកឲ្យចាប់ដោយ free ដោយសារតែមាន event អញ្ចឹងគឺយើងធ្វើដើម្បីតាក់ទាញទេសចរអញ្ចឹងណាដើម្បីសប្បាយទាំងអស់គ្នាហើយពេលហ្នឹងដែរគឺខ្ញុំចោះចាប់គឺខ្ញុំដោះអាវគឺអត់មានអ្នកគេដោះអាវទេគឺមានតែខ្ញុំឯងដោះអាវហើយចង់ប្រាប់ថាការចាប់ត្រីគឺភាគច្រើនគឺខ្ញុំចូលចិត្តចាប់តាមតូចខ្ញុំចូលចិត្តណាគឺចាប់ត្រីតាមតូចចាប់តងចាប់ក្តាមចាប់ខ្យងអីចឹងណាចាប់ត្រីអញ្ចឹងគឺខ្ញុំចូលចិត្តចាប់តាមតូចតែដោយសារតែយើងតាំងពីធំពេញវ័យមកយើងអត់បានចូលទៅចាប់ចឹងទៀតហើយប្រហែលជាចូល10ឆ្នាំជាង15ឆ្នាំហើយចឹងយើងខានយូរដល់ពេលលើកម្មវិធី event នឹងបង្កើតឡើងគឺខ្ញុំចូលចិត្តកនតលើគឺខ្ញុំចូលចិត្តថាចង់ទៅហ្មងទៅគឺខ្ញុំស្រេចចិត្តថាទៅតែម្ដងទៅដោយសារតែយើងចង់ឈិលសប្បាយនៅក្នុង event រួមគ្នាអញ្ចឹងណាហើយខ្ញុំសុខចិត្តចំណាយ2ម៉ោង3ម៉ោងជិះពីខេត្តទៅរហូតដល់សៀមរាបអញ្ចឹងហើយខ្ញុំរកកន្លែងស្នាក់នៅហើយរកទឹករកអីចឹងណាហើយបន្ទាប់មកគឺខ្ញុំចូលរួមកម្មវិធី event ហ្នឹងហើយមិនធម្មតាណាងើបម៉ោង4ណាធម្មតាទេហើយធ្វើដំណើរកន្លះម៉ោង40នាទីអីហ្នឹងទៅបានទៅដល់បឹងហ្នឹងនេះឆ្ងាយដែរបាទពីក្រុងសៀមរាបមកខាងបាគងហ្នឹងគឺឆ្ងាយដែរមិនជិតទេហើយយើងចូលរួមកម្មវិធីហ្នឹងជឿសប្បាយហើយបងប្អូននៅខាងហ្នឹងហើយគឺគាត់ប្រកាន់ទេគាត់លេងមិនក៏អត់ប្រកាន់ដែរហើយនិយាយស្អីអីមិនក៏អត់ប្រកាន់ដែរគាត់open mind អញ្ចឹងគាត់រស់រាយទៅរស់រាយហើយអ្នកដែលចាប់ត្រីហ្នឹងគឺមកជុំគ្នាហ្នឹងគឺមិនមែនមកតែខេត្តសៀមរាបណាគឺមកគ្រប់ខេត្តអ្នកពេញបាត់ដំបងសៀមរាបមានពោធិ៍សាត់បាត់ដំបងអីប៉ែតមន្ទីរមន្ជ័យអីមកអស់ហើយមកចូលរួមចាប់ត្រីហ្នឹងឯងកម្មវិធីហ្នឹងឯងព្រោះមួយឆ្នាំមានតែម្ដងតែ event ហ្នឹងហើយខ្ញុំសប្បាយនិយាយទៅខ្ញុំសប្បាយបាត់ហើយឲ្យតែឃើញបងប្អូនអីចាប់ត្រីអញ្ចឹងគឺខ្ញុំចិត្តចាប់តែសំណាញ់អត់ចេះបងទេអត់ចេះបងចេះចាប់អញ្ចឹងព្រោះពីទូយើងចូលចិត្តទៅចាប់ត្រីអញ្ចឹងណាពេលយើងលើកម្មវិធីយើងចូលចាប់មកគឺសប្បាយមកក៏លើកម្មវិធីហ្នឹងគឺសប្បាយមុនបាត់ហើយហ្នឹងហើយខ្ញុំទៅនៅពីអ្នកមិត្តភក្តិហ្នឹងណាចាប់ត្រីហើយសប្បាយចង់និយាយថាបើសិនតែបងប្អូនបានទៅគឺសប្បាយមកហើយពេលចាប់ហើយគឺយើងជិលចាប់ពេលចាប់បានហើយហ្នឹងគឺយើងអាំងជុំគ្នាញ៉ាំនៅមាត់បឹងហ្នឹងតែម្ដងអាហ្នឹងអាស្រ័យលើយើងបកែចាប់ណាយើងបកែចាប់គឺយើងបានច្រើនទៅយើងអត់ចេះចាប់គឺបានតិចហើយពីច្រើនគឺត្រីជក់ធំត្រីជក់តែតែមានតែពីរមុខគាត់ថាដូចមានពីរមុខទេត្រីជក់តែតែធំហ្មងហ្នឹងហើយមើលមានបងប្អូនក៏មកចូលរួមសប្បាយហើយគាត់សប្បាយអ្នកខ្លះគេចាប់បានអាធំប៉ុនក៏ដៃ4 10អញ្ចឹងណាតែខ្ញុំ2នាក់ចាប់បានតែ5 6ត្រីទេបាទទូចហើយខ្ញុំចុះទៅក្នុងបឹងហ្នឹងគេមើលគ្នាយើងចម្លែកជាងគេយើងពាក់អន្តាពាក់មួកហើយដោះអាវហើយខោខ្លីហើយនិយាយទៅយើងត្រៀមឲ្យស្រេចហើយណាយើងរៀបចំ plan ឲ្យអស់ហើយណាហើយយើងត្រូវចោះបងត្រូវធ្វើអីទៅសៀមរាបធ្វើអញ្ចឹងយើងមាន plan ឲ្យអស់ហើយមើលខ្ញុំចម្លែកជាងគេខ្ញុំពាក់អន្តាពាក់អីអញ្ចឹងហើយពាក់មួកហើយដោះអាវខ្ញុំចូលទៅខ្ញុំដោះអាវហ្មងមិនមែនចាប់ត្រីកន្លះម៉ោងហើយដោះគឺខ្ញុំចោះដោះឲ្យស្រេចហ្មងហ្នឹងហើយផ្លាក់សផុកទៅទៀតផ្លាក់ផុកផ្លាក់ពេញមុខពេញអីគេគប់គ្នាគប់កប៉ោកពឹកអីចឹងពេលចាប់បានត្រីធំគឺគេហូរចឹងហូរហើយគេគប់គ្នាគប់កប៉ោកអីសុបាយចឹងតែអបកាន់គ្នាទេលេងមិនលេងថាអបកាន់ទេអត់ចេះអបកាន់ទេអាហ្នឹងអាស្រ័យលេងបកែចាប់ទេបើយើងចាប់បានតិចយកតិចបានចាប់បានច្រើនយកច្រើនហ្នឹងហើយអ្នកខ្លះគេបងបានអ្នកខ្លះគេអូសបានអញ្ចឹងណាអ្នកខ្លះចាប់ដៃបានតែខ្ញុំចាប់បានដោយសារខ្ញុំដៃមួយខាងកាន់កាមេរ៉ាហើយដៃមួយខាងចាប់ត្រី
តែចាប់បានមួយដែរបានចេញទូចដែរហ្នឹងហើយហើយសរុបពីអ្នកភាពបានថាជាក្នុង10ត្រេកហ្នឹងហើយនៅក្រៅមានកាមេរ៉ាមានអីគេចោះថតណាមានដ្រូនមានអីគេហោះថតជុំវិញបឹងហ្នឹងឯងហ្នឹងហើយសបាយឲ្យមកច្រើនណាមិនមកតិចទេគឺច្រើនមកបឹងហ្នឹងចូលមិនតិចទេច្រើនហើយមួយខ្លួនប្រឡាក់សាប់ផុកទៅប្រឡាក់ទៅហ្នឹងហើយអានេះខ្ញុំបានបានតាយោងខ្ញុំអីវាប្រឡាក់ភ្នែកប្រឡាក់មុខឯងហើយនេះអានេះកន្លែងនេះគឺត្រីហោះបុកមុខខ្ញុំណាប៉ុន្តែក៏ដែរវាហក់មកបុកមុខខ្ញុំហ្មងប៉ុន្តែខ្ញុំថតចប់ប៉ុន្តែខ្ញុំកាត់ចោលបាត់ហើយកន្លែងហ្នឹងខ្ញុំកាត់ចោលវាហក់មកបុកយើងហ្មងដោយសារតែវាពុលព្រោះអាកន្លែងស្តុកបុកហ្នឹងគឺវាត្រីច្រើនអញ្ចឹងវារត់ទៅកន្លែងហ្នឹងដល់ពេលមនុស្សបុកសម្រុកទៅកន្លែងហ្នឹងទៅគឺវាស្ទុះរត់ហែបុកចេញមកក្រៅវិញអញ្ចឹងដល់ពេលបុកហក់ដល់ពេលវាសម្រុកមកគឺវាបុកមុខខ្ញុំហ្មងណាអ្នកខ្លះហោះមកវាចូលក្នុងអាវគេហ្មងណាវាហោះមកហ្មងគេចាប់បានមួយនេះអូហូសបាយមួយថ្ងៃខ្ញុំចាប់បានមួយដោយសារយើងកាន់កាមេរ៉ាយើងអត់មានដៃ2ដូចគេណាដៃមួយហ្នឹងតែខ្លាំងហើយដៃមួយចាប់បានគិតមើលដោយសារដៃមួយខាងកាន់កាមេរ៉ាហ្នឹងហើយសបាយនិយាយទៅសបាយបណ្ដោយបើសិនតែបងប្អូនបានទៅនឹងស្ដាយក្រោយហើយឆ្នាំក្រោយគេបង្កើត event នឹងម្ដងទៀតហើយហើយជាឆ្នាំក្រោយខ្ញុំគិតថាទៅច្រើនជាងមុនទៀតហើយជាគេទៅច្រើនជាងមុនទៀតណាដោយសារតែមើលទៅលើកនេះគឺសបាយណាហើយខ្ញុំឃើញបងប្អូនទៅហ្នឹងគឺគាត់ត្រៀមតង់គាត់ត្រៀមកតេលគាត់ត្រៀមបាយគាត់ត្រៀមអីចឹងណាខ្ជុំអីអុសត្រៀមស្រាត្រៀមបាសអីគាត់យកទៅចាក់ឈិលគ្នាគាត់ចឹងគាត់គិតគាត់ទៅជាលក្ខគ្រួសារចឹងមានកូនមានអីទៅជាមួយដែរចឹងណាហើយក៏ដាក់តង់ដាក់អីក្រៅកតេលអីចឹងណាហើយពេលគាត់ចាប់បានគាត់អាំងគាត់ញ៉ាំទៅនឹងហ្មងចឹងគាត់សบายទៅលក្ខណៈគ្រួសារសบายហ្នឹងហើយបើសិនជាមិនបានទៅដល់ស្ដាយក្រោយខ្ញុំថាស្ដាយក្រោយហើយឆ្នាំក្រោយទៅទៀតហើយហើយឆ្នាំក្រោយយើងដឹងហើយតែអានេះយើងលើកទី1យើងទៅអត់បានត្រៀមអីនេះយើងទៅអត់បានត្រៀមអីទេអត់បានត្រៀមកតេលត្រៀមអីយើងត្រៀមតែរឹងមួយណាហើយទៅពីអ្នកមិត្តភក្តិបានត្រៀមអីសោះដេកកេះអីខ្ជុំក៏បានត្រៀមដែរទៅចង់មើលគេទៅចង់មើលគេហើយចង់ថតចង់អីទៅដល់ពេលអញ្ចឹងចោះថតបណ្ដោយចោះចាប់ចោះថតបណ្ដោយពីមិត្តភក្តិហើយចង់និយាយថានិយាយទៅគឺពួកគាត់អបកម្មទេព្រោះនិយាយទៅយើងដឹងឯមកពីខេត្តផ្សេងគ្នាយើងទៅប្រកាន់អីយើងខ្មែរដូចគ្នាយើងចាប់សบายហើយមានជនជាតិបរទេសទៀតមកច្រើនជនជាតិបរទេសគាត់មកចាប់គាត់មកចូលរួមដែរអញ្ចឹងណាហ្នឹងហើយគាត់មកថតលេងមកថតអីចឹងឃើញជនជាតិគេមកចូលរួមដែរនិយាយទៅកម្មវិធីនេះគឺគេប្រពឡើងដើម្បីតាក់ទាញភ្ញៀវទេសចរហើយចង្អែឆ្ងាយពីក្រុងណាជីក្រុងហើយនៅមានភ្ញៀវទេសចរមកចូលរួមទៀតគិតមើលនិយាយទៅក៏ចង់ដឹងបទពិសោធន៍ចឹងណាហើយគាត់ចង់មកចូលរួមចឹងគាត់មកចូលរួមទាំងអស់គ្នាដើម្បីសบายឈិលចឹងណាហើយមើលទៅហើយទីចាំខ្ញុំដាក់សលេងឲ្យស្ដាប់បន្តិចដើម្បីចង់ដឹងថាបងប្អូនហ្នឹងគាត់ចាប់ត្រីហ្នឹងក៏សบายអត់មិនសบายមិនកើតគឺហូរគ្រប់គ្នាបរាយគាត់ចាប់បរាគាត់ហូរបរាគាត់អ្នកខ្លះចាប់បានក៏ចាប់បានទៅអ្នកខ្លះអត់ចឹងទៅហ្នឹងហើយអ្នកខ្លះគេចាប់បានគេសบายនិយាយទៅយើងទៅចាប់ត្រីហ្នឹងយើងមិនខ្វល់ថាចាប់បានមិនបានទេសំខាន់គឺយើងទៅមានសកម្មភាពសบายអញ្ចឹងរីករាយអញ្ចឹងដើម្បីចង់ប្រាប់ពិភពលោកថាយើងមានកម្មវិធីហ្នឹងហើយចង់បង្ហាញប្រាប់គេអញ្ចឹងណាព្រោះប្រទេសគេផ្សេងក៏អត់មានទេមានប្រទេសយើងមួយទេមានកម្មវិធីហ្នឹងគឺសบายខ្លាំងហ្នឹងហើយយើងលេងអត់ប្រកាន់គ្នាអ្នកខ្លះគេគប់កប៉ោកដាក់ចូលគ្នាក៏អត់ប្រកាន់ដែរហើយចំណាញ់អូសម៉ងអីអញ្ចឹងហើយជួយគ្នាបើយើងចាប់បានណាអត់ជួយគ្នាចាំបានទេហ្នឹងហើយកុំភ្លេចឆ្នាំក្រោយទៅចូលរួមផងហើយកុំភ្លេចត្រៀមតង់ត្រៀមកតេលត្រៀមទឹកត្រៀមអស់ទៅផងគេចាប់បានដូចយើងអាំងហើយអាំងនៅនឹងហ្មងនេះកន្លែងនេះគឺយើងគប់កប៉ោកគប់ខុសស្បាយកន្លែងនេះដោយសារខ្ញុំអង្គើកាមេរ៉ាសំខ្លាចគេគប់កប៉ោកចំកាមេរ៉ាអញ្ចឹងចេញទៅក្បាំងកាមេរ៉ានេះដល់ពេលគេគប់អីកប៉ោកចំមុខហើយខ្ញុំចាប់ដើមឡើងទៅលើគោកជំរះខ្លួនតិចណាហើយទីចុះវិញឡើយចោះបឹងទៅឡើយហ្នឹងហើយនេះគេកប៉ោគប់គ្នាដោយសារគេគប់គ្នាដែរខ្ញុំបានចេញពីកន្លែងហ្នឹងដោយសារខ្លាច
ប្រឡាក់កាមេរ៉ាហ្នឹងប្រឡាក់ទូរស័ព្ទហើយសប្បាយទៅសប្បាយបងប្អូននៅនឹងក៏រស់រីហើយនិយាយចំទៅខ្ញុំមកបឹងហ្នឹងគឺខ្ញុំខុសគេខ្ញុំដោះអាខ្ញុំពាក់តាអញ្ចឹងហ្នឹងហើយហើយឃើញអញ្ចឹងឃើញសាច់ដុំអញ្ចឹងថាចាប់ត្រីបានចាប់បាននេះឥឡូវនេះបងដែលគាត់ទៅបែរទៅយ៉ាងសាគាត់ចាប់គាត់ជាតាមមួយគាត់ចាប់បានមកភ័ក្រខ្ញុំមួយ